បញ្យល់ហេតុផលតែប៉ុណ្្នឹងទេអ្នកអតីស្ដាប់បានទៅមិនបានទេអត់មានរឿងទៅឆ្លោះអត់មានរឿងរលាស់ចោលបញ្ញខណ្ឌហ្នឹងត្រង់ថានោះមិនមែនរបស់យើងនោះមិនមែនយើងនោះមិនមែនជាអត្តាតួខ្លួនយើងអញ្ចឹងវាកាត់ដែលវាលេចទៅក្នុងវត្តដាក់នេះវាកាត់សកាយតិថិហ្នឹងវាកាត់ចេញអញ្ចឹងទៅហ្នឹងឯងដែលឈ្មោះថាមិនលេចចុះក្នុងវត្តដាក់ព្រោះលេចចុះក្នុងវត្តដាក់គឺបឋិជនអាស្រ័យវត្តដាក់លេចចុះទៅក្នុងវត្តដាក់ហ្នឹងដោយសារខ្សែសកាយតិថិនេះណាការប្រកាន់ទូខ្លួនហ្នឹងវាទៅចងជាមួយរូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយអញ្ចឹងគឺថាប្រព្រឹត្តទៅដោយជាតិជារៀបជាធិមរណៈកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់អាហ្នឹងគឺវានៅក្នុងន័យថាខ្លួនអញហ្នឹងវាទៅអញ្ចឹងព្រោះបញ្ញខណ្ឌគឺអញគឺបញ្ញខណ្ឌហ្នឹងបញ្ញខណ្ឌជារបស់អញហ្នឹងអញជាម្ចាស់ហ្នឹងអាហ្នឹងវាត្រូវលេចទៅក្នុងវត្តដាក់ហ្នឹងឯងអាហ្នឹងដែលប្រៀបនៅក្នុងរឿងចងដុំថ្មសណ្ដូនកឆ្កែបលិចទឹកអីក្នុងឧបមាហ្នឹងណាចង់បញ្ជាក់ក្នុងរឿងថាយើងចងខ្សែហ្នឹងគឺសកាយតិថិនេះឬក៏អត្តានុតិថិនេះហ្នឹងហើយអាហ្នឹងឯងដែលចងទៅជាមួយបញ្ញខណ្ឌហ្នឹងក្នុងការដែលប្រកាន់បញ្ញខណ្ឌហ្នឹងឯងដែលឈ្មោះថាបឋិជនអាស្រ័យវត្តដាក់លេចក្នុងវត្តដាក់លេចទៅក្នុងសេចក្តីទុក្ខវត្តដាក់ទុក្ខហើយវិបស្សនាញាណអប់រំចម្រើនមេញ្ញាណកំបិតកាត់ខ្សែហ្នឹងបានអាហ្នឹងគឺអត់លេចចុះទៅក្នុងសេចក្តីទុក្ខទេគឺថាជាឧបាយក្នុងការរលាស់ចោលនៅសេចក្តីទុក្ខហ្នឹងហ្នឹងឯងអញ្ចឹងនៅត្រង់ដែលថាពុទ្ធបរិស័ទយើងមកចាប់ចំណុចថាបើយើងអាចឲ្យសេចក្តីសុខខ្លួនឯងបាននេះតែយើងមិនប្រឹងប្រែងយ៉ាងម៉េចក្នុងលោកនោះវាប្រឹងណាស់ហើយដើម្បីទៅទាមទារសេចក្តីសុខពីគេមិនបានសុខគេសពួងថែមទៀតអញ្ចឹងទៅយើងត្រូវតែនិយាយក្នុងន័យអញ្ចឹងណាហ្នឹងហើយគ្រោះថ្នាក់ថែមទៅទៀតទៅក៏តែមានដែរព្រោះយើងវាចេះតែទាមទារទៅទៅទៅវាទៅជារឿងឆ្លោះបកាយតោះតែគ្នាវាទៅជារឿងប្រឆាំងវាទៅជារឿងវាយតបគ្នាអីចឹងទៅវិញអាហ្នឹងគ្រាន់តែចង់លើកថារឿងដែលយើងទាមទារសេចក្តីសុខពីអ្នកដទៃហ្នឹងហើយដើម្បីយើងបានសេចក្តីសុខតាមដែលយើងត្រូវការយ៉ាងម៉េចចឹងប៉ុន្តែឥឡូវនេះយើងអាចសូមពីខ្លួនឯងបាននេះនិយាយត្រង់ថាបើយើងសូមពីខ្លួនឯងបានវាអត់លំបាកយើងទៅទាមទារពីអ្នកដទៃវាយ៉ាប់អធិស្ឋានវាអត់ដូចគ្នាទេអញ្ចឹងវាទៅជារឿងឆ្លោះគ្នាហ្នឹងហើយសូម្បីតែធ្លាប់ជាមិត្តភក្តិអីនឹងគ្នាមកក៏ដោយឲ្យតែនៅក្នុងរឿងយើងចង់បានទាមទារពីអ្នកដទៃរឿងអីមកតែរឿងបែកគ្នាហ្នឹងហើយតែបើយើងមូលមកក្នុងគេថាយើងសូមពីខ្លួនឯងមានតែបរិបូរផ្ដល់ប្រគល់ឲ្យអ្នកដទៃទៅវិញហើយហ្នឹងវាអត់មានរឿងយើងតោះតេងអីមួយអ្នកដទៃទេរឿងតោះតេងមកពីរឿងយើងទាមទារចង់បានយ៉ាងនេះចង់បានយ៉ាងនោះអំពីអ្នកដទៃហ្នឹងឯងចឹងមិនបានដូចចិត្តប៉ុណ្ណាហ្នឹងហើយអញ្ចឹងវានៅក្នុងសេចក្តីដែលថាចូលមកក្នុងចំណុចទី2តែខ្លីៗឯងបញ្ចប់ហ្នឹងហើយត្រង់ថាសំខាន់1ម៉ោងនេះវាត្រង់ថាយើងសប្បាយចិត្តត្រង់ដែលយើងសូមសេចក្តីសុខពីខ្លួនយើងបាននេះហ្នឹងហើយក្នុងបច្ចុប្បន្នហ្នឹងហើយប៉ុននឹងឲ្យទេវលោកព្រហ្មលោកអីទៅបានទៀតនឹងឧបនិស្ស័យឲ្យសម្រេចលោកកតរៈទៀតតែយើងទៅផ្ញើវាសនាអីក្រៅពីប៉ុនហ្នឹងប៉ុនមានឧបការៈដែលយើងបានធ្វើឲ្យពីអតីតមកហ្នឹងឲ្យយើងកើតមកជាមនុស្សហ្នឹងរួចពីនរកប្រែទេឆានអសូរកាយហ្នឹងគុណប៉ុនហ្នឹងប៉ុណ្ណាទៅចឹងហ្នឹងជាមង្គលដល់ឧត្តមដែលយើងនឹករលឹកឃើញគុណរបស់ប៉ុនហ្នឹងព្រះអត្តថាមង្គលអសូរទៅសម្ដែងជាមង្គលដល់ឧត្តមហ្នឹងដោយការនឹករលឹកឃើញគុណរបស់ប៉ុនដែលបានធ្វើហើយហ្នឹងហើយនឹងគុណមេដាបិតាអ្នកមានគុណទូទៅនេះប៉ុណ្ណាហ្នឹងហើយយើងកុំយកសេចក្តីល្អរបស់យើងទៅកាត់កិនអីជាមួយសេចក្តីល្អអ្នកដទៃដីល្អរបស់អ្នកដទៃហ្នឹងយើងមិនអាចទៅលុបបានទេហ្នឹងហើយរឿងទោសកំហុសតោះស្គមស្គួងតែមានប៉ុន្តែកុំលុបបំបត្តិគុណគឺសេចក្តីល្អរបស់អ្នកដទៃមានតិចក្តីច្រើនក្តីគឺត្រូវនឹករលឹកឃើញគុណគឺសេចក្តីល្អរបស់អ្នកដទៃដែលធ្លាប់មានមកលើយើងកុំឲ្យយើងថាគេល្អមកយើង